ថ្ងៃនេះមកបង្ហាញអំពីការតត្រួយពត្រាតិហើយក៏ប៉ុន្តែមុននឹងបង្ហាញអំពីការតត្រួយបងប្អូនខ្លះពិតជាធ្លាប់ជួបពេលដែលបដោះទៅគឺអាចថារវល់ឬក៏មិនបានយកកូនពត្រាទៅតហើយវាដោះធ្លុះថងបដោះហើយជួនកាលយើងដកទៅវាងាប់បាទហើយថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនថាបើសិនបើយើងដកទៅចកឬកែវធំអញ្ចឹងតើយើងធ្វើម៉េចដើម្បីឲ្យវារស់បើសិនបើយើងយកទាំងអញ្ចឹងទៅបដោះព្រោះវាអាចងាប់អញ្ចឹងសម្រាប់ខ្ញុំវិញគឺខ្ញុំកាត់ឬកែវនឹងចេញបាទខ្ញុំដូរដីដូរអីបាទដូរដីដូរអីអញ្ចឹងកាត់ឬកែវចេញតែម្ដងបាទនេះគឺទុកតែឬរយាងបាទទុកតែឬរយាងអញ្ចឹងបាទនេះហើយយើងកាត់កំកាត់រឹសកែវវាហ្នឹងគឺកន្លែងណាដាក់មានរឹសរយាងវាមានរឹសកែវត្រង់ធ្លូអញ្ចឹងយើងកាត់វាចេញមកបាទកាត់ហើយខ្ញុំត្រាំបាទត្រាំទុកអញ្ចឹងសម្រាប់ការត្រាំគឺអាចត្រាំនេះមិនមែនជាថ្នាំបដោះឬក៏អីទេខ្ញុំគ្រាន់តែត្រាំឲ្យវាសើមហើយសាកល្បងប្រើជីហើយជីហ្នឹងក៏មិនជាជីអីដែលពិសេសដែរគឺនេះជីទឹកកាកសំណល់ផ្ទះបាយហ្នឹងហើយនឹងមួយមុខទៀតគឺខ្ញុំប្រើជីយើងហៅថាជីទឹកសង្គ្រោះពន្លឺបាទគ្រាន់តែជាការសាកល្បងទេហើយពេលខ្ញុំប្រើទៅគឺឃើញថាបានផលដែរមានន័យថាកូនពត្រាដែលខ្ញុំដូរថង់ដូរដីកាត់ឬកែវវាចេញហ្នឹងគឺយកមកផ្សំជាមួយនឹងដីថ្មីដីអីទៅយើងទុកវាមួយអាទិត្យឬក៏10ថ្ងៃជាងទៅវាចាប់ដើមដោះត្រួយអីថ្មីបាទហើយយើងអាចយកទៅតត្រួយតអីបានតែពិតយើងអាចធ្វើពីពេលនេះទៅបានមានន័យថាពេលដែលយើងដូរដីដូរអីហ្នឹងយើងអាចតត្រួយឲ្យហើយដែរប៉ុន្តែដើម្បីឲ្យវាប្រកាសថាដើមនឹងរស់យើងអាចផ្សំវាទុកយ៉ាងហោចណាស់ក៏បាន2អាទិត្យហើយដែលឲ្យវាដោះត្រួយថ្មីមកបានយើងយកទៅផ្សំអញ្ចឹងក៏ល្អដែរបាទកុំឲ្យខាតពេលវេលារបស់យើងតែសម្រាប់ខ្ញុំអាចធ្វើបានទាំងពីរពេលដែលខ្ញុំដូរដីដាក់ដីថ្មីអីហើយអញ្ចឹងខ្ញុំអាចតត្រួយវាបានតែពេលនេះខ្ញុំអត់ទាន់ធ្វើទេខ្ញុំចាំឲ្យវាដោះសិនបាទខ្ញុំដោយសារខ្ញុំចង់សាកទៅពេលខ្ញុំកាត់ឬកែវកាត់អីអញ្ចឹងទៅតើវាដោះអត់បាទនេះគឺខ្ញុំចង់បង្ហាញថាខ្ញុំកាត់អស់ទាំងស្លឹកទាំងអីចឹងបាទកាត់វានៅប្រវែងណាដែលយើងចង់បានដើម្បីពេលដែលយើងទៅស្រួលអាចតត្រួយឬក៏តជាប់នឹងដើមតែម្ដងបាទអញ្ចឹងខ្ញុំធ្វើតាមវិធីនឹងបាទនេះពេលបានដូចជា2អាទិត្យអញ្ចឹងគឺនេះដោះត្រួយមកថ្មីលាស់ថ្មីអញ្ចឹងពេលហ្នឹងយើងអាចយកទៅតត្រួយឬក៏តត្រួយឬក៏តនឹងដើមបានទេបាទនេះគឺខ្ញុំពត្រាពូជខ្ញុំយកមកតត្រួយបាទអញ្ចឹងតត្រួយគឺដូចជាអត់មានអីប្លែកទេនេះគ្រាន់តែចង់បង្ហាញពីការដែលយើងដកពត្រាឬក៏ដកយកថង់ពត្រាមកហើយវាមានរឹសកែវហើយជួនកាលយើងដកវាមកអត់ដូរដីអត់ដូរអីអត់កាត់វាចោលអត់អីអត់ត្រាំទឹកអត់អីវាអាចងាប់ព្រោះមានបងប្អូនមួយចំនួនគាត់សួរខ្ញុំថាគាត់បដោះពត្រាទៅពេលរឹសកែវវាចាក់ទម្លុះទៅដីហើយយើងដកមកវាដាច់វាងាប់បាទតាមពិតខ្ញុំក៏ធ្លាប់ជួបដែរបញ្ហាហ្នឹងតែពេលយើងដូរដីកាត់រឹសកែវចោលអីចឹងទៅវារស់បាទហើយការតត្រួយដូចខ្ញុំបានបញ្ជាក់ក្នុងវីដេអូមុនក៏ដូចគ្នាយើងរកដើមតម្រហើយនឹងមែកត្រួយដែលយើងយកមកតហ្នឹងធ្វើម៉េចឲ្យប៉ុនគ្នាហើយឧបករណ៍ដែលយើងប្រើប្រាស់គឺរកកត្រៃកាត់ហ្នឹងហើយនឹងកបិតមុតហើយយើងអនាម័យបាទមានលាងអាល់កុលទាំងដៃទាំងកត្រៃទាំងកបិតអីចឹងដើម្បីឲ្យធានាថាយើងតត្រួយទៅជាប់ជាជាងមានផ្សិតមានមេរោគអីជាប់នឹងទាំងដើមតម្រទាំងត្រួយបាទនាំឲ្យយើងខាតពេលវេលាបាទអញ្ចឹងគឺត្រួយឬក៏មែកពូជដែលយើងយកមកតហ្នឹងគឺប្រវែងហ្នឹងហើយយើងព្យាយាមកាត់បន្លាវាចេញដែរដើម្បីកុំឲ្យពេលដែលយើងធ្វើទៅទី1មុតដៃទី2ពេលដែលយើងរុំថង់ទៅបន្លាវាមុតថង់របស់យើងវាទៅនាំឲ្យមានខ្យល់ចូលអីចឹងទៅនាំឲ្យត្រួយដែលយើងតហ្នឹងគឺมันបានជោគជ័យបាទអញ្ចឹងការបញ្ឆិតការអីគឺបងប្អូនមើលវីដេអូមុនក៏ដូចគ្នាដែរហើយបងប្អូនក៏បានចេះហើយដែរបាទ
ពីរបៀបតត្រួយបែបនេះបាទហើយរបៀបតត្រួយឬក៏ភ្ជាប់តាម នៅក្នុងវីដេអូមុនក៏មានយើងភ្ជាប់ជាមួយដើមតែម្ដងក៏បានយើងធ្វើរបៀបនេះក៏បានបាទវិធីណាដែលបងប្អូនគិតថាស្រួលធ្វើវិធីហ្នឹងតែម្ដងទៅបាទអញ្ចឹងសម្រាប់ខ្ញុំធ្វើទាំងពីរវិធីបាទអញ្ចឹងគឺយើងតព្យាយាមធ្វើម៉េចឲ្យកន្លែងដែលយើងដើមតម្រដែលយើងពុះហើយនឹងត្រួយដែលយើងឆិតមិញហ្នឹងគឺត្រួតស៊ីគ្នាស្មើគ្នាបើសិនបើដើមនឹងតូចជាងត្រួយនឹងតូចជាងដើមតម្រយើងធ្វើម៉េចឲ្យផ្នែកណាមួយនៃដើមដែលយើងមកយកមកតហ្នឹងឲ្យស្មើត្រួតស៊ីគ្នាជាមួយផ្នែកណាមួយនៃដើមតម្រធ្វើអញ្ចឹងបានវានឹងជាប់បាទអញ្ចឹងដូចខ្ញុំបញ្ជាក់ដែរតើតើនឹងថង់ដែលយើងយកមកប្រើថង់ដែលយើងមកប្រើក្នុងការរុំល្អវាគឺយើងប្រើស្កុតដែលគេលក់នៅទីផ្សារសម្រាប់តដើមឈើតែម្ដងបាទសម្រាប់ខ្ញុំដើម្បីសំចៃគឺខ្ញុំរកថង់ណាដែលមានរាងយឺតដែលយើងទាញទៅវាអាចអត់ដាច់ហ្នឹងគឺបាទយកមកជ្រៀកវាតូចល្មមយើងរុំបានទៅគឺខ្ញុំប្រើថង់បែបហ្នឹងខ្ញុំកម្រប្រើស្កុតដែលគេលក់ទីផ្សារណាបាទដោយសារតែយើងធ្វើទៅបានដូចគ្នាបាទយើងធ្វើទៅបានដូចគ្នាដូចខ្ញុំបញ្ជាក់អញ្ចឹងយើងរកថង់ណាដែលយើងទាញទៅគឺវាមានលក្ខណៈយឺតបន្តិចណាយឺតបាទហើយជាថង់ដែលមិនប្រឡាក់ជាថង់ដែលស្អាតថ្មីអីទៅបាទថង់ថ្មីថង់ធំហ្នឹងយើងយកមកជ្រៀកវាប៉ុនប្រហែលជាមកល្មមដែលយើងអាចតទៅស្រួលបាទយើងរុំទៅស្រួលបាទដូចប៉ុណ្្នេះអីដូចសម្រាប់ខ្ញុំអីខ្ញុំជ្រៀកតូចល្មមដែរទេបាទអញ្ចឹងបន្ទាប់មកយើងយកវាមកដាក់ក្នុងថង់ចេះបើយើងមានថង់ធំមួយយើងដាក់វានៅក្នុងថង់ហើយយើងចងតែម្ដងក៏បានដែរតែខ្ញុំដាក់អត់មានថង់ធំខ្ញុំដាក់ថង់អញ្ចឹងបាទថង់អញ្ចឹងបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគុណច្រើន